បាទពុកចំណាគេបបាក់ធ្វើដែរលោកនាយថានបាទអានេះគឺមានតែក្បាច់មួយនេះហើយក្បាច់មួយនេះហើយដែលគោះជើងអាចមានឱកាសថែមប៉ុន្តែបារាំងនេះក្រៀកជាប់បាទបារាំងនេះក្រៀកជាប់មិនឲ្យឡើងជង្គង់មិនឲ្យដាល់មិនឲ្យប្រើកែងបបាក់ដែរណាបាទបបាក់ដែរបោកបាទបានមកច្រកនេះមួយទៀតបាទពុកចំណាបានមកច្រកនេះមួយទៀតជង្គង់ខៀវបាទចំណាព្យាយាមចំណាព្យាយាមចាំមិនចំណាព្យាយាមបានអត់រុញសិនមួយដៃឆ្វេងបាទវត្តបោះឆ្វេងបាទជង្គង់បារាំងទៀតរបស់ចំណាគោះជើងអត់ដួលមួយដៃស្ដាំបារាំងបាទសម្រុកជួបបង្គោលខៀវនូស៊ីបាទនេះវ៉ាយបានអាញាកដាលលះយោងបាទបានអាញាកដាលលះយោងដល់ទៀតនូស៊ីដើរចូលមួយដៃឆ្វេងរបស់ចំណាមួយដៃឆ្វេងបង្គោលខៀវជង្គង់ក្រហមគោះជើងអត់ដួលមួយដៃឆ្វេងក្រហមសុំជង្គង់ទៀតបាទមួយដៃក្រហមមួយដៃខៀវនេះបោះជង្គង់ខៀវឆ្វេងចំណាព្យាយាមលើកជង្គង់តែមិនដល់រុញទប់គ្រាជង្គង់ខៀវចាក់ជង្គង់ឆ្វេងក្រហមអញ្ញាកដាលមើលសិនអត់បញ្ហាលូកម្ដាយមួយដៃរបស់ចំណាដឹកទី3រាប់នាទីថយក្រោយបាទសល់ចិត្ត1នាទីទៀតចាប់បំបីពីអញ្ញាកដាលនេះស្រួលបួលវិញកុំឲ្យចាប់សក់អញ្ញាកដាលវាទៅទំផ្លុំហើយផងអត់បានអរបានសក់ផ្លុំទៅពីខាងមុខតទៀតចាប់គ្រៀបបោះជង្គង់ខៀវអត់ដួលអត់អីបាទតទៀតរាក់បជើងឆ្វេងបោះជង្គង់ខៀវមួយជង្គង់ស្ដាំខៀវបោះជង្គង់ឆ្វេងមកគោខៀវនូស៊ីបបាយទៀតចិត្តចាប់ទឹកហើយបាទវិនាទីថយក្រោយបាទមួយជង្គង់ខៀវចាប់ទឹកល្មមចាប់ទឹកទី3បាទចាប់ទឹកទី3សុំតសើពីរនាក់នេះវាយឡើងសក់បែកដូចសមុកមន់អញ្ញាកដាលកាត់ក្តី3ទឹកអត់មានខូចសក់សំបីតែមកតសៃសរសើរមែនសាអញ្ញាកដាលទេសាហ្មងតែមិនថ្ងៃនេះបងធ្វើសក់ចេញពីហ្នឹងទៅមរងទៀតតាមពិតគាត់មិនកាត់ក្តីខ្លាចខូចសក់ទេដោយសារអ្នកបដាល់មិនសគ្រប់ខ្លាំងធ្វើសក់គាត់ខូចហើយតែថ្ងៃនេះកាត់ក្តីខូចសក់ថ្ងៃក្រោយដាក់បង្គោលខៀវ Gabi Renochi ឈ្នះកីឡាករបង្គោលក្រហមដោយពិន្ទុ